ตัวบองปอนประยมตูสนิกชุนได้นิยมตามดานเลือเพกปิตูซีจีบิเซบองปอนได้จีเนสไนฮาวิไซไกลาปนังตุกนึกขนมไทยนี่จีไทยดอบิเซมวยระบอบองปอนเนี่ยคุมเปรดมโบกสกไซสันโตไข่กับบุงจามได้เรียบจอมในกรรมวิธีอบโอซาเตลตุกเงาสลายกายประทมัยนึกขนมนู้ก็เมียนวัดเมียนระบอบบรรดาคณะกรุบกรองตุกระบายอันจืนโจรวมขนมกรรมวิธีอบโอซาเตลตุกนิพนธ์ได้ហើយក្នុងនោះក៏មានវត្តមានរបស់បងប្រុសសាន់សុកហៀងដែលបងប្អូនគ្រប់គ្នាដឹងហើយថាគាត់គឺជាអ្នកគ្រប់គ្រងទូកងសារាយតេជោដែលជាទូកមានកេរ្តិ៍ឈ្មោះបោះសំឡេងនិងល្បីល្បាញខ្លាំងហើយក៏ជាអតីតម្ចាស់ពានច្រើនសម័យកាលផងដែរបងប្អូនធ្លាប់តែឃើញអំពីការសម្ភាសលើកឡើងពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ទូកងសារាយតេជោការប្រកួតរបស់ទូកងសារាយតេជោហើយបងប្អូនទាំងអស់គ្នាសប្បាយរីករាយសាទរជាមួយនឹងការប្រកួតការជោគជ័យរបស់ទូកសារាយតេជោតែក្នុងនោះបងប្អូនមួយចំនួនច្បាស់ជាមិនដឹងទេក្នុងនាមជាអ្នកទស្សនាមិនដឹងថាតើការគ្រប់គ្រងជួបផលលំបាកបែបណាហើយបងប្អូនចង់ដឹងថាតើការគ្រប់គ្រងលំបាកបែបណាហើយយើងនឹងទៅជួបគាត់ទាំងអស់គ្នាដើម្បីឲ្យគាត់ផ្ដល់នូវបទសម្ភាសន៍ក៏ដូចជាផ្ទេរនូវបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយក៏ដូចជាបងប្អូនទាំងអស់គ្នាដែលជាអ្នកស្នេហាវិស័យកីឡាមួយនេះតោះយើងទៅជួបគាត់ទាំងអស់គ្នាមរតកទូកងខ្មែរផលិតដោយបងបាទសម្រាប់បងប្អូនប្រិយមិត្តទស្សនិកជនជឿជាក់ថាស្គាល់គាត់ហើយថ្ងៃនឹងបានជួបបងផ្ទាល់តែម្ដងបាទហើយអរគុណណាស់សម្រាប់ការចូលរួមក្នុងកម្មវិធីអបអូសាទរទូកងវត្តខ្ញុំហើយនៅក្នុងឱកាសនេះក៏ឆ្លៀតសុំបងប្រុសធ្វើបទសម្ភាសន៍ដើម្បីជាការជូនបទពិសោធន៍ដល់បងប្អូនយើងបន្តិចណាបងណាបាទក្នុងនាមបងជាអ្នកគ្រប់គ្រងទូកងបាទហើយបងប្អូនយើងដឹងហើយគាត់គឺជាគណៈគ្រប់គ្រងទូកងសារាយតេជោដែលជាទូកល្បីនៅក្នុងស្រុកខ្មែររបស់យើងអញ្ចឹងបងប្អូនទស្សនិកជនជាច្រើនគាត់មានការងឿងឆ្ងល់ថាគាត់ឃើញបទសម្ភាសន៍ជាច្រើនបងធ្វើការបទសម្ភាសន៍ទៅកាន់អ្នកព័ត៌មានថាពាក់ព័ន្ធនឹងបច្ចេកទេសក៏ធ្លាប់ណាពាក់ព័ន្ធទៅនឹងប្រវត្តិប្រកួតប្រវត្តិទូកអីគឺសិតធ្លាប់អស់ហើយតែសម្រាប់បងអូនអានេះអ្នកគ្រប់គ្រងផងបងអូនផងឆ្ងល់ខ្លួនឯងថាតើនៅពីក្រោយភាពជោគជ័យទាំងអស់ហ្នឹងតើមានអាចកំបាំងអ្វីខ្លះហើយតើការគ្រប់គ្រងទូកហ្នឹងមានផលលំបាកអ្វីខ្លះបាទអាចជួយផ្ដល់ជូនអ្នកគ្រប់គ្រងយើងបន្តិចបាទនឹងសូមជំរាបសួរទស្សនិកជនទាំងអស់ជាទីគោរពនិងស្រឡាញ់រាប់អានហើយជាពិសេសបងប្អូនយើងដែលស្រឡាញ់វិស័យទូកងជាទីគោរពទាំងអស់គ្នាសម្រាប់គេហៅថាអាចកំបាំងតែតែមានហើយខ្លួនអញ្ចឹងណាគ្រាន់តែអាចកំបាំងនោះត្រូវបានបង្ហាញជាសាធារណៈមួយទៀតត្រូវបានលាក់ទុកប៉ុន្តែជាទូទៅខ្ញុំមិននេះទេមិនមានអាចកំបាំងអីត្រូវលាក់តែតែចែកចម្លែកដល់បងប្អូនយើងដែលគាត់ថ្មីថ្មោងអញ្ចឹងរឿងបញ្ហាទូកងបើនិយាយអស់ម៉ាត់និយាយរឿងទូកវាតើតែយើងមានកម្លាំងបដិសាមគ្គីគ្នាបាទអានឹងតាមយើងអាចបានទៅរកភាពជោគជ័យឃើញអញ្ចឹងនៅពេលនេះក្នុងឱកាសនេះដែលបងបានមកអញ្ជើញមកដល់នេះគឺដើម្បីចូលរួមអូសាទរទូកសារាយកាយទឹកណាតែខ្ញុំធ្វើការកោតសរសើរដល់ឈ្មោះចំពោះប្រជាពលរដ្ឋចំណុចទូកយើងពុទ្ធបរិស័ទចំណុចជុំវិញនៅវត្តសារាយកាយព្រឹកទាំងអស់ដែលមានការរួបរวมសាមគ្គីគ្នាចិត្តមួយថ្លៃមួយណាបង្កើតជាបានទូកងថ្មីមួយស្អាតទៀតដែលខ្ញុំបានចុះទៅមើលគឺពេញចិត្តពេញថ្លើមថាទូកល្អអត់ខ្ចោះគ្រាន់ថាចាំដល់មើលការប្រកួតតើទូកនឹងលឿនតែយឺតមិនងាយចាំយើងមើលទៅតាមភាពជាក់ស្ដែងប៉ុន្តែអ្វីដែលខ្ញុំមើលនោះគឺវាត្រូវតាមស្តង់ដារបច្ចេកទេសហើយមិនមានការសរសើរបង្អាប់អីទេអញ្ចឹងណាហើយក៏ចូលរួមអសាទរចំពោះបងប្អូនយើងដែលនៅហើយដំបងយើងណាដែលបានទូកថ្មីមួយថ្មីស្រឡាំងមួយដែលចូលរួមប្រកួតកម្មវិធីអុំទូកតាមលក្ខណៈប្រពៃណីនៅឱកាសឆ្នាំ2025នៅខែ11ឆ្នាំនេះហើយអញ្ចឹងឈានត្រឡប់មកវិញពាក់ព័ន្ធនឹងការគ្រប់គ្រងនេះគឺវាលំបាកអត់ងាយស្រួលទេចង់និយាយថាទូកវាអត់ដែរចេះតមាត់មួយយើងទេអញ្ចឹងជីប្រមាណជីទៅអត់ទៅជីបានអុំមិនក៏អុំទៅប៉ុន្តែអ្វីដែលមានបញ្ហាគឺគាត់ចេញមកពីកត្តាមនុស្សទាំងអស់យើងធ្វើទូកក៏ចេញពីកត្តាមនុស្សណាយើងទៅអុំទូកក៏ចេញពីកត្តាមនុស្សហើយការគ្រប់គ្រងមនុស្សក៏ចេញពីកត្តាមនុស្សនេះគ្នាដែរទូកវាអត់ចេះបន្ទោសយើងទេមានតែយើងបន្ទោសទូកនិងបន្ទោសមនុស្ស
ចឹងមិនធម្មតាទេការគ្រប់គ្រងនេះគឺវាពាក់ព័ន្ធផលលបាក់ពីមនុស្សហើយធម្មតាមនុស្សកាលណាអត់មូចិត្តមួយថ្លើមមួយជាមួយគ្នាហើយគឺធ្វើឲ្យបែកបាក់ហើយអញ្ចឹងអ្វីវាស្ថិតនៅលើយើងទាំងអស់គ្នានឹងឯងយើងអាចរួបរวมសាមគ្គីគ្នាជាធ្លុងមួយដើម្បីឈ្មោះទៅរកគោលដៅដែលយើងចង់បានហើយកន្លងមកហ្នឹងគឺការគ្រប់គ្រងរបស់ទូកនីមួយៗយើងមើលឃើញថាវាមានលក្ខណៈពិសេសរៀងខ្លួនអញ្ចឹងបច្ចេកទេសទាំងការគ្រប់គ្រងហើយតាំងពីការដឹកនាំទៀតការគ្រប់គ្រងមួយអាការគ្រប់គ្រងការដឹកនាំចេញទៅប្រយុទ្ធឬមួយទៀតដាច់ចល័យមួយទៀតគ្រាន់ថាវាអាចផ្សារជាប់ពីមួយទៅមួយហើយបើយើងធ្វើទៅអ្វីទៅតាមលក្ខណៈជាប្រពៃណីយើងអត់មានយុទ្ធសាស្ត្រយើងខ្វះការគ្រប់គ្រងខ្វះការដឹកនាំហើយខ្វះឆន្ទៈនៃការចូលរួមយើងមិនអាចឈ្មោះទៅរកភាពជោគជ័យឃើញទេជាកន្លងមកគឺខ្ញុំមើលឃើញពីចំណុចហ្នឹងហើយយើងមើលពីដើមសារបានមកគឺនៅខាងអញ្ជើញពុកអស័យយើងយើងមានទូកខ្លួនឯងហើយយើងស្គាល់ចំណុចទូកយើងបាយជាទៅអ៊ំស៊ីឈ្នួលអ៊ំឲ្យទូកនៅខាងក្រៅទៀតដូចជាមានមហានាគដូចមានមហាសែនតិជៈដូចជាមានទូកកោះកែក៏ខាងអញ្ជើញពុកអស័យយើងចូលរួមបានតែអ៊ំទូកនៅខាងក្រៅស្រុកដែរបាទប៉ុន្តែចុងក្រោយមកដល់សម័យឥឡូវនេះយើងនិយាយជាលទ្ធផលដល់វាជឿនលឿនពេកទៅបាយជាខ្វះមនុស្សវិញខ្វះមនុស្សទៀមទាថាយើងត្រូវតែខ្ចីជើងគេយើងត្រូវតែរោចំណុះមកពីខាងក្រៅដើម្បីចូលរួមការអ៊ំទុកនៅវត្តយើងអាហ្នឹងជាទស្សនវិជ្ជាជាក់ស្ដែងមួយយើងបង្ហាញអញ្ចឹងបើយើងផ្ដាច់មនោចេតនាថាបើយើងមានរបស់តែមួយយើងទៅហែកតែយើងមានរបស់ពីរយើងអត់ហែកទេយើងលែងហែកអ្នកខ្លះតែមានពីរហែកតែបើសម្រាប់ខ្ញុំជាបទពិសោធន៍គឺខ្ញុំអត់រែកទេចង់និយាយថាមួយសម្រាប់ប្រជាជនរដ្ឋនៅក្នុងស្រុកភូមិមួយទៀតខ្ញុំត្រូវការបម្រើកិច្ចការងារមួយថ្នាក់ដឹកនាំអញ្ចឹងណាអញ្ចឹងចង់និយាយថាដើម្បីលើកស្ទួយមុខមាត់អ្នកនៅក្នុងស្រុកកំណើតខ្លួនឯងផងមួយទៀតដើម្បីចូលរួមចំណែកនៅការអបអរសាទរបនអ៊ំទូកណាដូចជាយើងមានចេញភាសាហើយយើងក៏មាននៅចេញពីវិធីអ៊ំទូកអអំបុកតែប្រខែដែរបនជាតិយើងទៅមានចូលរួមក្នុងកម្មវិធីប៉ុន្តែលើកលែងតែកម្មវិធីនៅថ្នាក់ស្រុកឬតាមវត្តយើងមិនអាចចូលរួមបានដោយសារតែវាពាក់ព័ន្ធទូកយើងរបស់ថ្នាក់ដឹកនាំអញ្ចឹងយើងធ្វើអ្វីក៏គឺគ្រប់ថ្នាក់ដឹកនាំរបស់យើងដែរបាទអាហ្នឹងសម្រាប់កិច្ចការងារគ្រប់គ្រងគឺវាមានតែប៉ុណ្្នឹងឯងខ្ញុំស្ដាប់តន់បន្តិចមិញដែលបងលើកឡើងថាបច្ចុប្បន្ននៅខាងបងកំពុងតែខ្វះលើធនធានមនុស្សដែលផ្គត់ផ្គង់ទៅលើវិស័យកីឡាប៉ាណាំងទូករបស់យើងហ្នឹងអញ្ចឹងជាទូទៅបានន័យថាបងខ្ចីកម្លាំងរបស់គេមកសម្រាប់ឲ្យធ្វើការប្រកួតទូករបស់បងណាអញ្ចឹងពេលដែលខ្ចីកម្លាំងគេម្ដងពេលខ្លះទៅការគ្រប់គ្រងកម្លាំងគេកម្លាំងយើងវាមានផលលំបាកទេហើយវាជួបបញ្ហាអីខ្លះដែរបងពាក់ព័ន្ធរឿងទាំងអស់ហ្នឹងលំបាកដូចគ្នាមិនអត់លំបាកទេប៉ុន្តែរំលឹកវិញថាមិនយើងខ្វះទេអានៅក្នុងស្រុកភូមិយើងអត់ខ្វះទេមានតែសល់មានតែលើសប៉ុន្តែដោយសារទី1បាត់បង់នៅឆន្ទៈមួយចំនួនហើយមួយទៀតគេហៅថាកម្លាំងគាត់បច្ចេកទេសគាត់បែរជាធំធយមិនរក្សាទុកពីចាស់ជំនាន់ដើមមកពីឪពុកម្ដាយគាត់មកអ្នកអ៊ំទូកប៉ុន្តែដល់មកគាត់សម័យឥឡូវគាត់ធ្វើការរោងចក្រអីទៅគាត់ដូចថាវាសម្បូរបែបទៅគេធូរធាអស់ទៅគេក៏មិនសូវជាយកចិត្តទុកដាក់ការអ៊ំទូកតែចូលរួមក៏ចូលរួមតែឲ្យការវឹកហាត់ឲ្យមានឆន្ទៈឲ្យមានបច្ចេកទេសឲ្យការអ៊ំទៅប្រយុទ្ធមួយគេនោះគឺថាកងទ័ពយើងស្រាប់ហើយកងទ័ពគេហៅថាគាត់ឈ្មោះគាត់អង្គអាចក្លាហានគាត់មិនចុះចាញ់ណាហើយកងទ័ពមួយទៀតគេថាទៅឲ្យតែបានទៅដើម្បីឲ្យចូលរួមទៅលើកសវាយដើម្បីកុំឲ្យវាអវត្តមានឲ្យមានទៅគេនឹងឯងទៅបានចូលរួមក្នុងពិធីបន់ទុកអាហ្នឹងគឺរឿងមួយផ្សេងអញ្ចឹងណាហើយចំពោះពាក់ព័ន្ធយើងយកនៅខាងក្រៅហ្នឹងគឺដូចគ្នាពិបាកដូចគ្នាពិបាកមិនវិញពិបាកហ្នឹងគឺចង់និយាយថាធម្មតាអ្នកស្រុកភូមិខ្លួនឯងគឺគាត់អាចប្រើឆន្ទៈមួយថាអញមុននឹងដាក់តែមុននឹងចាញ់ណាគឺឲ្យអស់ចិត្តគឺប្រឹងឲ្យចេញគួតរៀងខ្លួនដែរតែចំណុះនៅខាងក្រៅក៏ដូចគ្នាចឹងដែរគាត់បំពេញកាតព្វកិច្ចគាត់ថាឥឡូវឆ្នាំហ្នឹងគាត់អ៊ំទុកហ្នឹងគាត់ត្រូវបំពេញអស់អញ្ចឹងណាមុននឹងគាត់ថាឲ្យចាញ់ក៏គាត់ប្រឹងដែរប៉ុន្តែមួយទៀតទៀតគឺខ្ញុំឃើញថាគាត់ទៅលក្ខណៈមួយថាដើម្បីទៅចូលរួមសប្បាយផងឲ្យបានថវិកាខ្លះយកមកពុតគង់គេហៅថាដោះតល់ម្ដងម្កាលអីចឹងដោះពលកម្មរបស់គាត់ហ្នឹងទៅកំសាំងតែអ៊ំទុកសោះអត់បានលុយហ្នឹងគឺវាប្រកួតជ័យទីផ្សារអញ្ចឹងណា
chẳng dừng mưa tới cái tha bờ ông tu nâng lươn chỉ đâu nâng là bấy để chặt đám miên nhận theo chặt vào mà chẳng biết thôi anh miên cá cung cứ bay bại lại chúng ta tạm tục mùi mùi ấy bên vậy tới ca cục rồng thì có bẩm bạn nó hai qua cục rồng cái dương thử thương mất dương cắt nóm dương thử che sầm rộp sầm rúa dương thử che bọt bén dương thử che xếp stung sản hàng là phép này cao ru nơi cái ca bọt cái lá cổ nâng thà tinh thử thương mật có chọn bàn ấy có tìm ti lẹ khăn vì mạch khác thử thương mạch chẳng dương thắt nơi nơi rương muối bên vậy tha cho nó chút tim xa rồi đấyបាទ bia cái cho nó nâng cái trong vậy tha con ai nơi muối chứ con lại nơi muối វាជាសេរីភាពណា nâng chia sẻភាពប៉ុន្តែខ្ញុំថាទោះបីសេរីភាពមិនដល់ធ្វើមិនឲ្យការប្រកួតប្រជែងនោះដាក់បែបសមត្ថធម៌ឲ្យមានយុត្តិធម៌ណាឲ្យមានភាពត្រឹមត្រូវកុំឲ្យមានការលក់ដូរទិញដូចជាកីឡាករដូចជាគេហៅថាលក់ទិញទឹកចិត្តណា បាទបាទ អាហ្នឹងគឺអត់នេះទេខ្ញុំមិនគ្រប់គ្រងធ្វើឲ្យមានការឈ្លោះប្រកែកនេះបែកបាក់ ស្ដាប់ទៅដូចជាស្មុកស្មាញដែរណាបងណាខ្ញុំធ្លាប់តែលេងទូកដែលជាទូកសហគមន៍របស់ក្នុងស្រុកខ្ញុំ បាទ ហើយពេលបងលេងអញ្ចឹងសំបីតែកីឡាករដែលយើងយកកម្លាំងគាត់ពីខាងក្រៅយើងប្រើថវិកាការដោះដូរប៉ុន្តែធម្មតាតែការដោះដូរក្នុងនាមយើងម្ចាស់ទូកនិងកីឡាករក៏តែងតែមានមនោសញ្ចេតនាដែរ មានទៅ ប៉ុន្តែនៅក្រោយពេលដែលមានភាពស្មុគស្មាញដូចគាត់ឆ្នាំហ្នឹងគាត់អុំទូកនេះទៅឆ្នាំនោះគាត់ទៅអុំទូកនោះប៉ុន្តែយើងមិនថាមិនទេវាជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ បាទ ប៉ុន្តែនៅពេលដែលបងជួបបញ្ហាពីបញ្ហានៅតំបន់ខ្លួនផងបញ្ហាយកកម្លាំងពីខាងក្រៅផងនៅតែជួបបញ្ហាច្រើនអញ្ចឹងបងដែលមានអារម្មណ៍មួយថាវាឈឺចាប់ដែលខំលះបង់មួយវិស័យហ្នឹងហើយជួបតែបញ្ហាមួយដែលវាធ្វើឲ្យស្មុគស្មាញអីចឹងណាដែលធ្លាប់តូចចិត្តហើយគិតថាឈឺចាប់ក្នុងការបែកបាក់ទាំងអស់ហ្នឹង ពីដំបូងមកយើងអត់ធ្លាប់ប៉ះពាល់រឿងហ្នឹងណាយើងអត់ធ្លាប់ទទួលនៅសម្ពាធរឿងហ្នឹងវាដូចជាយើងឈឺចាប់ដែរដូចយើងមានអារម្មណ៍តែខឹងដែរអញ្ចឹងណាប៉ុន្តែដល់តែពេលយើងចង់និយាយថាយើងរក្សាចិត្តមួយឲ្យបានយើងបែរជាគិតថាការបែកបាក់បង្កើតតែការឈឺចាប់បង្កើតឲ្យមានបទពិសោធន៍ថ្មីមួយណាយើងអញ្ចឹងការបែកបាក់ការប្រេះឆាអីគឺជារឿងធម្មតាម្ល៉េះយើងឆ្លងកាត់ទៅហើយអញ្ចឹងណាអញ្ចឹងយើងគឺមើលទៅការបែកបាក់គេចង់និយាយថាយើងរក្សាបានចិត្តមួយអាចខ្លះហានយើងអាចប្រមូលផ្ដុំមនុស្សបានយើងអាចទៅរកកន្លែងផ្សេងបានអាហ្នឹងយើងត្រូវតែមានគេហៅផ្លូវក្រោយសម្រាប់ខ្លួនឯងអញ្ចឹងការបែកបាក់កន្លងមកបើសម្រាប់ជាបទពិសោធន៍វាគ្រាន់តែបែកបាក់ជាស្លឹកឈើជាមែកឈើទេប៉ុន្តែឫសឈើនៅជាមួយយើងរហូតអញ្ចឹងឫសឈើនៅចាំជួយយើងគ្រប់ពេលវេលាគ្រប់រដូវកាលចង់និយាយថាចិត្តគឺជាឫសគល់នៃភាពជោគជ័យរបស់យើងណាហើយការបារាអាចគេហៅការបែកបាក់របស់យើងធ្វើវាមិនប៉ះពាល់ដល់ភាពជោគជ័យរបស់យើងទេមានន័យថាយើងបែកបាក់ទៅប៉ុន្តែអាការបរាជ័យរបស់យើងវាកម្រមានណាយើងនៅរក្សាបាន អញ្ចឹងបានន័យថាបទពិសោធន៍ទាំងអស់ហ្នឹងវាคล้ายទៅជាមេរៀនមួយដ៏ល្អសម្រាប់យើងវិញ បាទយើងអត់បារម្ភរឿងហ្នឹងព្រោះអីដោយសារទីមួយយើងរក្សាទឹកចិត្តមួយមានភាពអង់អាចឆ្លាស់ហានយើងទៅស៊ូបន្តទៀត អញ្ចឹង យើងអត់ចុះញោមទេ យើងបានន័យថាយើងបង្វិលពីឆ្នាំពឹសឲ្យคล้ายជាឆ្នាំពៅវិញហ្នឹង នេះធ្វើជាឱសថ អូ បាទយើងកែប្រែជាការប្រមាថការជេរការស្ដីបន្ទោសទាំងអស់ហ្នឹងណាខ្លាយមកជាឱសថព្យាបាលជំងឺខ្វះខាតរបស់យើងជំងឺដែលថាយើងឆ្លប់ឈួតតែកន្លែងហ្នឹងយើងព្យាបាលកន្លែងហ្នឹងបានអញ្ចឹងអ្នកដែលជឿយើងមិនប្រកាសថាគាត់តែខ្លាំងទេអ្នកដែលគេបំបែកបំបាក់យើងឲ្យបែកបាក់ហ្នឹងគាត់មិនគាត់ថាគេខ្លាំងជាងយើងដែរអញ្ចឹងមានន័យថាបើយើងនិយាយរឿងការបែកបាក់យើងទៅគឺថាគ្រូសាមួយមានប្តី4 2នាក់ធម្មតាតែមានមនុស្សទី3មកវាត្រូវតែបែកបាក់ហើយត្រូវមានការអង្គគឺហើយតែសំខាន់យើងជាមួយនឹងប្តីប្រពន្ធយើងត្រូវធ្វើដំណើររបស់យើងមកទៀតគួរតែបន្តឬមួយគួរតែបញ្ចប់តែប៉ុណ្្នឹងឯងតាមអ្នកទី3ឬមួយនៅមួយអ្នកទី2នៅអ្នកទី1អ្នកទី2នៅមួយគ្នាឬមួយអ្នកទៅតាមអ្នកទី3អញ្ចឹងបើអ្នកទៅតាមអ្នក3អ្នកស្មើនឹងស្លឹកឈើនិងមែកឈើចាំទទួលផលប្រយោជន៍ពីយើងហើយដល់រដូវកាលតែចុះចេញពីយើងទៅចេញពីយើងអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីឲ្យដើមឈើនៅរឹងមាំគឺយើងរក្សាឫសឈើអញ្ចឹងខ្ញុំសុខចិត្តថារុញទូកបដ ாய் ទឹកណាខ្ញុំអាចបង្កើតថ្មីបានខ្ញុំគួរតែបង្កើតបាទខ្ញុំអត់ឲ្យប៉ះពាល់នឹងអារម្មណ៍មនុស្សទៅអញ្ចឹងអ្នកដែលយកពីខ្ញុំទៅវាជាប្រវត្តិសាស្ត្រមួយហ៎អញ្ចឹងហ៎ពួកខ្ញុំអ្នកខំប្រឹងជួគ្រូមកបង្ហាត់ខ្ញុំអ្នកបង្កើតអញ្ចឹងវាបើនិយាយទៅជាសិទ្ធិបញ្ញាលើខ្ញុំសិទ្ធិលើយើងជាអ្នកយើងបានមុនគេអញ្ចឹងណាតែ
បើយើងនៅតម្លៃលក់ដូរទិញហ្នឹងបើស្មាតោបើសិនជាពូនឹងវាចាប់យើងទៅចាប់ពូពេកកើតយើងមិនគួរចាំវាយ4ស្ងោស៊ីអានេះនិយាយឲ្យបាបតិចចុះយើងនិយាយចឹងបើវាតាមវាខុសយើងនិយាយចឹងវាអត់ត្រូវទេយើងនិយាយដល់ទៅស័ក្តិភាពប្រៀបធៀបមួយមនុស្សចឹងគឺវាមិនត្រូវទេបន្ទាប់ពីសួរពីរឿងក្នុងចិត្តរឿងរ៉ាវក្នុងចិត្តឲ្យពាក់ព័ន្ធមួយការឈឺចាប់ស្ដាប់មិញហ្នឹងដូចឈឺចាប់ច្រើនណាឥឡូវនិយាយពីខ្លួនឯងឆ្លងកាត់ក្នុងការដឹកនាំហើយមុននឹងបញ្ចប់វីដេអូហ្នឹងណាយើងចង់សួរថាតើក្នុងការដឹកនាំទូកសារាយដេជោសែនជ័យបងមានមោទនភាពអ្វីខ្លះសម្រាប់ខ្លួនឯងបាទយើងចង់និយាយថាយើងមានមោទនភាពមួយថាស្នាដៃដែលយើងបានសាងតូចក៏ដោយធំក៏ដោយតើបងមានមោទនភាពលើចំណុចណាខ្លះដែរបងខ្ញុំពិតជាមោទនភាពណាក្នុងនាមជាកូនខ្មែរនិយាយអស់មួយម៉ាត់ពីដូនតាមកគឺអ្នកលេងទូកស្រុកខ្ញុំមកពុកខ្ញុំក៏អ្នកលេងទូកដែរអ៊ំទូកហើយប្រវត្តិសាស្ត្រទូកទៅស្រុកជែងវត្តវិជ័យរាំងសីនេះគឺអ្នកលេងទូកហើយគឺឈ្មោះទូកតាំងពីសល់តាំងពីសម័យបរមបុរាណមកអញ្ចឹងខ្ញុំទៅធ្វើការនៅក្រៅខេត្តហើយពេលដែលខ្ញុំមានលទ្ធភាពខ្ញុំបានធ្វើទូកយកមកដាក់នៅវត្តហើយខ្ញុំធ្វើនេះលេងទូកនេះចង់និយាយថាការលេងការបកកើតទៅមានការទូកមកលេងនេះខ្ញុំបំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានផងនៅស្រុកកំណើតខ្លួនឯងផងហើយខ្ញុំធ្វើការបំរើឲ្យថ្នាក់ដឹកនាំផងអញ្ចឹងពិតជាមានមោទនភាពខ្លាំងមែនទែននៅចំណុចកន្លែងហ្នឹងអញ្ចឹងក្នុងនាមជាកូនអ្នកក្រកូនអ្នកកសិករដែលលទ្ធភាពយើងនៅមានកម្រិតតែយើងធ្វើបានគេហៅថាបានទទួលបានជ័យជំនះជោគជ័យច្រើនដងតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិទៀតហើយចំពោះនិយាយចំពោះការដែលហៅថាបែកបាក់សាមគ្គីកន្លងមកណាដែលជានោះទូកគាត់តែងតែមកអ៊ំជាមួយខ្ញុំហើយរត់ទៅវិញរត់ទៅអ៊ំឲ្យនៅនេះអ៊ំនៅនោះផ្សេងអាហ្នឹងខ្ញុំឲ្យថាខ្ញុំខឹងខ្ញុំអត់ខឹងទេខ្ញុំមានតែសប្បាយចិត្តដោយសារអីតម្លៃខ្លួនគាត់បានខ្ពស់ណាពេលតែគាត់បានមកអ៊ំទូកខ្ញុំហើយបែរជាមានតម្លៃខ្លួនមានគេចង់បានមានគេចែកចៅចង់ទិញមេឃទិញស្លឹកទៅដើម្បីទៅបំពេញបំណងឆន្ទៈរបស់ក្រុមទូកផ្សេងអាហ្នឹងគាត់បានថ្លៃខ្លួនបានតម្លៃខ្លួននេះជាមោទនភាពថាបានមកអ៊ំទូកអាសរាយហើយបែរចេញវាអាសរាយបានទូកថ្លៃបានតម្លៃខ្លួនថ្លៃតែម្ដងនេះជាចំណុចដែលខ្ញុំមានមោទនភាពឲ្យខ្ញុំខឹងខ្ញុំអត់ខឹងទេមានន័យថាខ្ញុំមានមោទនភាពចំពោះការប្រឹងប្រែងរបស់គាត់ហើយនឹងចំពោះខ្ញុំក៏ឡមកជាមួយគ្នាមិនខឹងទេថែមទាំងមោទនភាពមានមោទនភាពរួមត្រេកអរបន្ថែមទៀតមានតែឲ្យគាត់បានអ៊ំនៅទូកផ្សេងហ្នឹងដែលគាត់ចង់ទៅហ្នឹងដែលតម្លៃខ្លួនទៅដល់ហ្នឹងសូមឲ្យគាត់បានជោគជ័យមានតែជូនពរឲ្យជោគជ័យទៀតព្រោះបើភាពជោគជ័យរបស់ខ្ញុំសារាយទៅចូលទៅធ្វើនេះដើម្បីថ្នាក់ដឹកនាំបងហើយបើតែសម្រាប់ខ្ញុំធ្វើទីការងារដើម្បីអ្នកស្រុកកំណើតខ្ញុំបានធ្វើហើយវា2 3ដងវាគ្រប់គ្រាន់ហើយប៉ុន្តែអ្វីที่ខ្ញុំបំរើថ្នាក់ដឹកនាំព្រោះទូកយើងចង់និយាយថាយើងទៅកាប់ឈើពីដូនតាយើងមកដែលទុកមកសល់ទុករាប់ពាន់ឆ្នាំឲ្យយើងមកធ្វើទូកដល់ថ្ងៃហ្នឹងអញ្ចឹងយើងនិយាយរឿងផ្លូវងឹតវិញវាមិនដឹងថាមានផ្លូវក្នុងផ្លូវងឹតខ្លះមានអ្នកតាមានទេវតាណាខ្លះដែលថែរក្សាដើមឈើហ្នឹងណាពួកយើងទៅកាប់ឈើយើងទៅធ្វើឈើសិតតែមានវិធីក្រុមប៉ូលីសសុំអីត្រឹមត្រូវយើងមកធ្វើទូកអញ្ចឹងកុំឲ្យបលឹងដូនតាយើងដែលគាត់បានស្លាប់ទៅហើយនោះវាអស់វាអត់មានតម្លៃហើយសូមកោតសរសើរម្ដងទៀតចំពោះចំណុចទូកសារាយកាយព្រឹកណាដែលមានការអរគុណខ្លាំងណាស់ចំណុចនេះដោយសារតែមកនេះនិយាយទៅមកអបអសាទរនេះគឺយើងមើលឃើញថាទីមួយតកូនដូចគ្នាអញ្ចឹងណាតកូនសារាយតែមួយគាត់ថាពីអតីតជាតិមកវាបងប្អូនមិនមែនយើងមិនដឹងទេហ្នឹងយើងទុកឲ្យការសិក្សាបន្តទៅព្រមលិខិតណាទុកឲ្យរឿងអីអ្នកបែងចែកថាអូកំណត់ថាថ្ងៃក្រោយទៅមិនគ្នាព្រោះប្រវត្តិសាស្ត្រចំណុចទូកសារាយកាយព្រឹកទូកសារាយកាយព្រឹកវាជាប់តកូជាមួយសារាយតេជោអញ្ចឹងយើងជាបងប្អូនហើយយើងជាអ្នកស្រុកភូមិជាប់របងមួយគ្នាទៀតហើយមានការអរគុណដែលគាត់ស្មោះស្ម័គ្ររែងអង្គាសាមគ្គីគ្នាមកមិនឃើញតាយកលុយមកចូលលោកថែមទៀតទូកហើយអានេះជាមោទនភាពគឺថាយើងជាស្រឡាញ់គ្នាយើងចូលរួមមួយគ្នាដល់អត់មានផលល្អអកកណាហើយរួបរวมគ្នាសូវស្រួលនឹងគ្នាមូលមតិជាឯកច្ឆន្ទបង្កើតបានទូកថ្មីមួយគឺអស្ចារ្យនឹងបងសុំទៅសើនិយាយទៅនៅតែសើទៀតការចែកម្លែកគឺមានតែប៉ុណ្្នឹងណាខ្ញុំអាចចម្លែកបានប៉ុណ្ណាយកប៉ុណ្ណឹងថាឲ្យខ្ញុំលាក់អាត់កំបាំងក៏អត់ទេខ្ញុំចូលចិត្តតែបង្ហាញបេះដូងស្មោះត្រង់ស្មោះសរជាមួយនឹងបងប្អូន
ប្រិយមិត្តដែលគាំទ្រទូកងដែលស្រឡាញ់ទូកទាំងអស់គ្នាណា បាទ បាទសូមអរគុណ ហើយគណៈពេលវេលានេះខ្ញុំបាទនឹងបងប្រុសសានសុខហៀងក៏សូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នា បាទ